សួស្តីទាំងអស់គ្នានេះគឺជាវីដេអូអប់រំដែលនិយាយអំពី technique មួយសម្រាប់ fine tune large language model technique នេះមានឈ្មោះថា weight decomposed low rank adaptation ឬហៅដោយខ្លីថា DORAក្នុងវីដេអូមុនខ្ញុំបានបញ្យល់អំពី low rank adaptation technique ឬហៅដោយខ្លីថា LoRa ដែលជា technique ដ៏ពេញនិយមសម្រាប់ fine tune large language model ហើយ technique នេះមានសមត្ថភាពល្អប្រសើរសម្រាប់ fine tune large language model ព្រោះថាម្យ៉ាង technique នេះអនុវត្តលើ linear layers ហើយម្យ៉ាងទៀត large language model គឺជាបណ្ដុំនៃ linear layers យ៉ាងច្រើនទន្ទឹមនឹងភាពជោគជ័យLoRa នៅតែមិនអាចមានលទ្ធផលមួយដែលស្មើឬលើសលទ្ធផលរបស់ full fine tune technique បាននៅឡើយចំណោទនេះបានធ្វើឲ្យអ្នកស្រាវជ្រាវយ៉ាងច្រើនមិនអស់ចិត្តឆ្លើយតបទៅនឹងចំណោទនេះអ្នកស្រាវជ្រាវមួយក្រុមនៅក្រុមហ៊ុន NVIDIA បានបង្កើត technique ថ្មីមួយទៀតសម្រាប់ fine tune large language model ដោយឲ្យឈ្មោះ technique នេះថា DORA ដែលវាជាការផ្គុំរវាងtechnique LoRa ជាមួយនឹង technique មួយទៀតឈ្មោះថា weight normalization ការផ្គុំនេះកើតឡើងដោយសារតែក្រុមអ្នកស្រាវជ្រាវសិក្សានិងស្នើថា LoRa មិនអាចយកឈ្នះ full fine tune technique បានឡើយព្រោះថា LoRa មិនទាន់មានភាពបត់បែនគ្រប់គ្រាន់ទេធៀបទៅនឹង full fine tune technique ជាស្ដែងគាត់បានសិក្សាអំពីបម្រែបម្រួលនៃ parameter ក្នុងពេល fine tune ជាអនុគមនៃ training iteration ក្នុងករណីប្រើប្រាស់ LoRaនិងក្នុងករណីប្រើប្រាស់ full fine tune technique ដោយមាន inspiration ពីអត្ថបទស្រាវជ្រាវ weight normalization របស់លោក Saliman និង Kingma ក្រុមអ្នកស្រាវជ្រាវប្រើប្រាស់ទំហំ2សម្រាប់សិក្សាគឺទី1 magnitude និងទី2 direction ដែលយើងបកប្រែថាទិសដៅតាមរយៈការពិសោធន៍លេខក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថា correlation រវាង magnitude និងទិសដៅនៃបម្រែបម្រួល parameter មានតម្លៃអវិជ្ជមានសម្រាប់ full fine tune technique តែមានតម្លៃវិជ្ជមានសម្រាប់ LoRa ក្រុមអ្នកស្រាវជ្រាវជឿថាដើម្បីទទួលបានលទ្ធផលល្អ correlation រវាង magnitude និងទិសដៅនៃបម្រែបម្រួល parameter គួរតែមានតម្លៃអវិជ្ជមានហើយវាជាអ្វីដែលពួកគាត់សង្កេតឃើញនៅសម្រាប់ full fine tune techniqueដោយនេះពួកគាត់ជឿថា LoRa មិនមានភាពបត់បែនគ្រប់គ្រាន់ដើម្បីឈានទៅដល់លទ្ធផលល្អរបស់ full fine tune បានឡើយហើយមូលហេតុចម្បងសម្រាប់អនុភាពរបស់ LoRa គឺ technique នេះមិនបានបំបែក parameter ជា magnitude និងទិសដៅនេះហើយគឺជាដើមកំណើតនៃ technique DORA ដែលមាន2ជំហានទី1បំបែក matrix parameter ជា vector magnitude និង matrix ទិសដៅហើយជំហានទី2អនុវត្ត LoRa ទៅលើ matrix ទិសដៅឥឡូវយើងពិនិត្យមើលលើក្តារខៀនម្ដងក្នុងវីដេអូមុនយើងពិនិត្យសម្រាប់ linear layer ដូចនេះក្នុងវីដេអូនេះក៏យើងពិនិត្យ linear layer ដែរខ្ញុំនឹងគូតំណាង linear layer នៅទីនេះដោយវីដេអូមុនដែរ H គឺជា hidden layer ឯ X គឺជា input layer ហើយយើងមាន H ស្មើទៅនឹង X គុណឲ្យ W បូក B ដែល W និង B គឺជា parameter របស់ hidden layer ដែលយើងកំពុងតែមើលX គឺជា vector date ដែលមានវិមាត្រ1ខ្វែង D W គឺជា matrix parameter ហៅថា weight ដែលមាន dimension ឬវិមាត្រ D ខ្វែង K ឯ B គឺជា vector bias ដែលមានវិមាត្រ1ខ្វែង D ដូច្នេះ B ក៏ជា vector date ដែរហើយ H ក៏ជា vector date ដែរដើម្បីបែងចែករវាង
vector និងទំហំ scalar យើងទៅបន្ថែមព្រួញទៅលើ vector ទាំងអស់យើងដឹងថា W អាចសរសេរវាជា vector ដេកនៃ vector ឈរបានដូចនេះ vector WI ជា vector ឈរមាន decomposant រាល់ I ពី1ទៅ K composant HI ស្មើទៅនឹង vector ដេក X scalar vector ឈរ WI បូក composant BI នៅទីនេះខ្ញុំសូមរំលឹកបន្តិចអំពីទំហំមួយនៅក្នុងរូបវិទ្យាគឺ vector ល្បឿនសម្រាប់ vector ល្បឿនយើងប្រើប្រាស់វាដើម្បីឆ្លើយសំណួរពីរថាតើយើងទៅកម្រិតប៉ុណ្ណាហើយយើងទៅទិសខាងណាឧទាហរណ៍ថាទៅកម្រិតប៉ុណ្ណាដូចជា30គីឡូម៉ែត្រក្នុង1ម៉ោង40គីឡូម៉ែត្រក្នុង1ម៉ោងទំហំហ្នឹងគឺជាការឆ្លើយនឹងសំណួរថាយើងទៅកម្រិតប៉ុណ្ណានិងទំហំមួយទៀតហ្នឹងគឺទិសដៅដែលយើងឆ្លើយសំណួរថាទៅខាងណាទៅខាងជើងទៅខាងកើតទៅខាងលិចឬក៏ទៅខាងត្បូងជាដើមដូច្នេះបើសិនជាខ្ញុំគូ vector ល្បឿនក្នុងករណីមួយនេះដោយយក vector ល្បឿនមាន composant ជា vector ឈរមាន composant Vx Vy យើងអាចសរសេរបានការសរសេរនេះយើងអាចសរសេរថាជា norm នៃ vector ល្បឿនគុណឲ្យ vector ទិសដៅ cos theta sin theta ដែលយើងសង្កេតឃើញថា vector ទិសដៅ cos theta sin theta វាមាន norm ស្មើ1ដែរហើយចំណែកឯ norm របស់ vector ល្បឿនគឺស្មើទៅនឹងឫសការ៉េនៃ Vx ការ៉េបូក Vy ការ៉េអញ្ចឹងដូចគ្នាដែរសម្រាប់ WI មួយយើងអាចសរសេរវាថាទៅជា norm នៃ WI គុណឲ្យ vector WI ចែកឲ្យ norm របស់ WI វិញបើខ្ញុំយក MI ស្មើទៅនឹង norm នៃ vector WI ហើយយក vector VI មួយស្មើទៅនឹង vector WI ខ្ញុំអាចសរសេរបានថា vector WI ស្មើទៅនឹង MI គុណឲ្យ vector VI ចែកឲ្យ norm នៃ vector VI ហើយចំពោះ composant HI ខ្ញុំអាចសរសេរបានថា HI ស្មើទៅនឹង MI ខ្ញុំទាញមកក្រៅ factor X គុណឲ្យ VI ចែកឲ្យ norm នៃ vector VI បូកឲ្យ composant BI បើយើងសរសេរជា matrix notation វិញយើងសរសេរបានថាnorm column នៃ matrix V មានន័យថាគឺជា vector ដែលមាន k ធាតុហើយធាតុនីមួយៗគឺជា norm នៃ vector ឈររបស់ matrix V ដែលត្រូវគ្នានឹងឯង vector M ត្រូវបានហៅថា vector magnitude ហើយ matrix V ចែកឲ្យ norm column នៃ matrix V ត្រូវបានហៅថា directional matrix ធ្វើតាម technique weight normalization របស់អត្ថបទស្រាវជ្រាវលោក Saliman និង Kingma យើងអាចបដូរប៉ារ៉ាម៉ែត្រពី weight matrix W និង bias vector B មកជា matrix V magnitude vector M និង bias vector B ហើយពេលធ្វើ forward pass យើងគណនា H ដោយសមីការផ្កាយធ្វើបែបនេះយើងបដូរប៉ារ៉ាម៉ែត្រពីចំនួន D factor K បូក1មកជា D factor K បូក2វិញដូរ៉ាបដូរប៉ារ៉ាម៉ែត្រពី weight W ទៅជា vector magnitude M និង matrix V ហើយ
អនុវត្ត LoRa លើ matrix V ដើម្បីសន្សំចំនួន parameter ជាក់ស្ដែងសម្រាប់ fine tune model យើងមាន vector h prime ស្មើទៅនឹង vector m prime factor vector x គុណនឹង matrix V prime ចែកឲ្យ norm នៃចែកឲ្យ column norm នៃ matrix V prime រួចបូកឲ្យ vector Bនៅទីនេះ V prime ស្មើទៅនឹង V បូក matrix SWOT A គុណនឹង matrix ទឿ B ដែល matrix SWOT A មានវិមាត្រ D ខ្វែង O ហើយ matrix ទឿ B មានវិមាត្រ O ខ្វែង K ហើយ O តូចច្រើនដងធៀបនឹង D ធៀបនឹង K ដោយបង្កត់តម្លៃ matrix V និង vector bias B technique LoRa ស្វែងរក vector magnitude M matrix SWOT A និង matrix ទឿ B ដើម្បីឲ្យ model មានសមត្ថភាពល្អក្នុង downstream task ដូចនេះ technique LoRa បន្ថែមចំនួន parameter ថ្មីខ្ញុំតាំងដោយខ្ញុំសរសេរបែបនេះជាចំនួន parameter អញ្ចឹងចំនួន parameter បានមកពី vector M គឺមានទំហំ K បូកឲ្យចំនួន parameter បន្ថែមដោយ matrix A គឺមានទំហំ DR បូកឲ្យចំនួន parameter ដែលបន្ថែមដោយ matrix ទឿ B គឺមានទំហំ OK ដូចនេះយើងអាចចាត់ទុកថាចំនួន parameter បន្ថែមថ្មីគឺវាតូចធៀបទៅនឹងចំនួន parameter បន្ថែមដោយ full fine tune technique នៅពេលយើង fuse model យើងអាចគណនា W prime ដើម្បីដែល W prime ស្មើទៅនឹង M prime គុណឲ្យ matrix V prime ចែកឲ្យ norm column នៃ matrix V prime ទន្ទឹមនឹងនេះមានគន្លឹះសំខាន់មួយដែលជួយឲ្យ LoRa មានលក្ខណៈ memory efficient ពេល fine tune គន្លឹះមួយនោះគឺយើងមិនត្រូវគណនា gradient របស់ parameter ពេលគណនា column norm នៃ matrix V prime ឡើយក្នុងផ្នែកចុងក្រោយនៃវីដេអូនេះខ្ញុំនឹងសរសេរ code ដើម្បី implement LoRa module ហើយអនុវត្តទៅលើ Whisper Tiny របស់ OpenAI ខ្ញុំនឹងប្រើប្រាស់ code ដែលខ្ញុំបានសរសេរនៅក្នុងវីដេអូ LoRa ដូចនេះដើម្បីសរសេរដូចខ្ញុំអ្នកទាំងអស់គ្នាអាចចូលទៅមើលការពន្យល់នៃការសរសេរ code នៅក្នុងវីដេអូ LoRa សិនទីនេះខ្ញុំកំពុងតែបើក script main.py ដែលខ្ញុំបានសរសេរក្នុងវីដេអូ LoRa មុននឹងចាប់ផ្ដើមអភិវឌ្ឍខ្ញុំសូមបញ្ជាក់ថាក្នុងវីដេអូ LoRa ខ្ញុំបានសរសេរខុសត្រង់ line ទី12ដែលខ្ញុំសរសេរបញ្ច្រាស់ពី KD មក DK វិញការសរសេរ KD ទើបត្រឹមត្រូវឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមអភិវឌ្ឍដោយ duplicate file នេះមកជា LoRa.py ហើយខ្ញុំចាប់ផ្ដើមកែប្រែវាដូចខ្ញុំបានបញ្យល់មុននឹងហើយ parameter ដែលលើស LoRa គឺ vector magnitude M ដែលមានតម្លៃដើម initial value ស្មើទៅនឹង column norm នៃ weight matrix W អញ្ចឹងខ្ញុំនឹងបន្ថែមវានៅទីនេះសម្រាប់ការគណនា column norm យើងអាចប្រើប្រាស់អ្វីដែល MLX បានធ្វើគឺយើងហៅ function linal.norm បន្តមកទៀតយើងឲ្យតម្លៃ matrix ដែលយើងចង់គណនាអញ្ចឹង matrix ដែលយើងចង់គណនាគឺ lin.weight ប៉ុន្តែនៅទីនេះយើងត្រូវ pay attention ដែរគឺយើងត្រូវប្រុងប្រយ័ត្នត្រង់ថា linear.weight វាឲ្យជា transpose នៃ W ក្នុងកណ្ដាលខ្ញុំបញ្យល់ថា W គឺមាន dimension D ខ្វែង K ទីនេះ linear.weight ឲ្យជា matrix ដែលមាន dimension K ខ្វែង D វិញដូច្នេះដោយសារតែយើងចង់គណនា norm តាម dimension របស់ D យើងត្រូវ specify axis ស្មើ1ព្រោះថា linear.weight វាឲ្យជា matrix ដែលមាន dimension K ខ្វែង D K នៅទី0 D នៅទី1បើយើងរាប់ពី0ឡើងទៅ
សម្រាប់ forward pass យើងត្រូវកែ underscore call គួរសមដែរអញ្ចឹងទី1យើងត្រូវការទាញរកតម្លៃ matrix v គឺយើងបានវាស្មើទៅនឹងself dot linear dot weight dot transpose ភាសាតែយើងចង់យក v ជា dimension d ខ្វែង k បន្តមកទៀតយើងគណនាតម្លៃបានមកពីx គុណឲ្យ v អញ្ចឹងនៅទីនេះខ្ញុំនឹងដាក់ comment ថា dimension របស់គុណឲ្យ v ហើយនៅទីនេះខ្ញុំនឹងដាក់ comment ថា dimension របស់វាគឺបាត់ sin ខ្វែង k បន្តមកទៀតយើងគណនាឥទ្ធិពលនៃ parameter ថ្មី ab តាមរយៈexpression សម័យកាលដដែលទេគឺ z ស្មើទៅនឹង lora a ស្មើទៅនឹង x គុណឲ្យ lora a គុណឲ្យ lora b ដូចនេះយើងអាចបានលទ្ធផលពាក់កណ្ដាលផ្លូវគឺ out ខ្ញុំតាំងឲ្យ out គឺស្មើទៅនឹង y បូកឲ្យ self.scale គុណឲ្យ z ដែល scale ហ្នឹងគឺជាការ monitor ឥទ្ធិពលនៃ parameter ថ្មីបន្តមកទៀតយើងអាចគណនា v prime បានគឺស្មើទៅនឹង v បូកឲ្យself.lora a គុណឲ្យ self.lora b ប៉ុន្តែអ្វីដែលយើងមិនត្រូវភ្លេចនោះគឺយើងត្រូវការបន្ថែមគុណបន្ថែម scale ទៅលើ matrix ដែលយើងទទួលបានទៀតបន្តមកទៀតយើងគណនា column norm នៃ v prime ខ្ញុំថា c norm នៃ v prime ស្មើទៅនឹង mx ln al dot norm នៃ v prime axis នៅក្នុងទីនេះយើងមាន v prime dimension របស់ v prime គឺ d ខ្វែង k យើងចង់គណនា norm តាមវិមាត្រ d អញ្ចឹងបើសិនជា v prime មាន dimension d ខ្វែង k យើងត្រូវ specify axis កន្លែងនេះគឺស្មើទៅនឹង0ដើម្បីឲ្យវាធ្វើការគណនា norm តាមរយៈ dimension d អ្វីដែលទទួលបាននៅត្រឹមប៉ុណ្ណេះគឺជា vector date ដែលមាន dimension 1 ខ្វែង k ប៉ុន្តែអ្វីដែលយើងចង់បានគឺជា vector ឈរ k ខ្វែង 1 អញ្ចឹងយើងត្រូវបន្ថែម transpose ហើយដែលខ្ញុំបានបញ្ជាក់អញ្ចឹងកន្លឹះមួយដែលជួយឲ្យ Dora មានភាព memory efficient គឺយើងមិនគណនា gradient នៅពេលដែលយើងគណនា column norm ទេអញ្ចឹងមានន័យថាយើងត្រូវប្រាប់ដោយសារតែខ្ញុំប្រើប្រាស់ MLX framework ខ្ញុំអាចប្រើប្រាស់ function មួយឈ្មោះថា stop gradient នៅពេលដែលយើងសរសេរបែបនេះមានន័យថាMLX មិន track gradient បានពីការគណនា column norm នេះទេអញ្ចឹងជាមួយនឹង column norm នេះយើងអាចគណនា out ម្ដងទៀតដែលស្មើទៅនឹងm ចែកឲ្យ column norm គុណឲ្យ out ហើយចុងក្រោយយើងត្រូវការបន្ថែមជាមួយនឹង bias អញ្ចឹងបើសិនជា linear layer មាន bias យើងត្រូវបន្ថែម bias រួចយើង return out គឺជាការសាច់ដូចនេះយើងបានបញ្ចប់ការកែពី Lora មក Dora ហើយអ្វីដែលយើងត្រូវធ្វើបន្ថែមចុងក្រោយនោះគឺបដូរពី Lora នៅទីនេះមកជា Dora ដូច្នេះខ្ញុំត្រូវដូរកន្លែងនេះដែរសម្រាប់ការធ្វើតេស្តអ្នកទាំងអស់គ្នាអាចrun code ដូចក្នុងវីដេអូ Lora អញ្ចឹងដែរដើម្បីពិនិត្យមើលចំនួន parameter ដែលបានចាក់ចូលថ្មីទៅកាន់ Whisper model ជារួមមកក្នុងវីដេអូនេះអ្នកទាំងអស់គ្នាបានឃើញថា technique Lora មានភាពបត់បែននៅមានកម្រិតធៀបទៅនឹង full fine tune technique អ្នកស្រាវជ្រាវក៏បានបង្កើត technique Dora ដោយដំបូងបំបែក
weight matrix ជា magnitude vector និង directional matrix រួចប្រើប្រាស់ LoRa technique ទៅលើ directional matrix ក្នុងពេល fine tune model សម្រាប់ downstream task ថ្មីបើយោងតាមអ្នកស្រាវជ្រាវ technique LoRa មានលទ្ធផលលេខល្អប្រសើរជាង LoRa ក្នុងវីដេអូនេះខ្ញុំក៏បានសរសេរពន្យល់អំពី technique LoRa នៅលើក្តារខៀនព្រមទាំងសរសេរកូដផងដែរជាចុងក្រោយការ config LoRa និង LoRa modules មិនទាន់មានការ implement ច្រើននៅឡើយទេប្រហែលជាដោយសារតែ technique នេះទើបតែបោះពុម្ពនៅឆ្នាំ2024តែប៉ុណ្ណោះដូចនេះអ្នកទាំងអស់គ្នាអាចសាកសរសេរខ្លួនឯង from scratch ដើម្បីស្វែងយល់ឲ្យបានកាន់តែច្រើននិង customize modules ទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាអរគុណទាំងអស់គ្នាសម្រាប់ការតាមដាន